អ៊ីរ៉ង់បានប្រកាសថាខ្លួនបំបាក់អាមេរិកនិងអ៊ីស្រាអែលបានហើយបន្ទាប់ពីទីក្រុង Washington និងទីក្រុងតេហេរ៉ង់ទីបំផុតបានព្រមព្រៀងដឹកដៃគ្នាទៅចុះហត្ថលេខានៅក្នុងប្រទេសស្វីសនាថ្ងៃសុក្រដើម្បីបញ្ចប់សង្គ្រាមដែលធ្វើឲ្យជ្រួលច្របល់ពេញសកលលោកនោះគណៈលោកត្រាំបានអួតអាងនៅក្នុងចំណោមប្រធានាធិបតីអាមេរិកទាំងអស់គ្មាននរណាធ្វើបានដូចលោកនោះទេពលលោកគឺជាប្រធានាធិបតីអាមេរិកតែមួយគត់ដែលនាំសុខសន្តិភាពជូនតំបន់មជ្ឈិមបូព៌ាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ឥឡូវនេះបានសម្រេចហើយនេះគឺជាសម្រងសម្ដីដើមរបស់លោកត្រាំកាលពីថ្ងៃអាទិត្យមិនយូរប៉ុន្មានបន្ទាប់ពីប៉ាគីស្ថានប្រកាសថាអាមេរិកនិងអ៊ីរ៉ង់ព្រមបញ្ចប់សង្គ្រាមហើយដោយអនុសារណៈនៃការយោគយល់គ្នានិងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រនៅក្នុងប្រទេសស្វីសឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានប្រកាសថាកិច្ចព្រមព្រៀងដែលសម្រេចបាននេះគឺស្មើនឹងមានន័យថាអ៊ីរ៉ង់បំបាក់អាមេរិកនិងអ៊ីស្រាអែលបានហើយលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនេះគឺមិនទាន់បញ្ចេញនៅឡើយទេប៉ុន្តែមានការបង្ហើបថានៅក្នុងកិច្ចព្រមព្រៀងនេះគឺអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់និងជាអចិន្ត្រៃយ៍រាល់ប្រតិបត្តិការយោធានៅជួរមុខទាំងអស់រួមទាំងនៅលីបង់ផងដែរហើយអាមេរិកព្រមបញ្ចប់ការរាំងខ្ទប់កំពង់ផែអ៊ីរ៉ង់រីឯអ៊ីរ៉ង់វិញព្រមបើកច្រកសមុទ្រហោមឡើងវិញដោយគ្មានការយកសេវាឆ្លងកាត់អ្វីឡើយបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាលោកហ្គាស៊ីមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថាលក្ខខណ្ឌសំខាន់នឹងចរចាគ្នាបន្ថែមទៀតអំឡុងបទជប់បាញ់រយៈពេល60ថ្ងៃរួមទាំងការលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់ផងដែរហើយវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវបានពិភាក្សាគ្នាតាមក្រោយផងដែរនេះបើយោងតាមប្រភពមួយចំនួនដែលបានប្រាប់រយទ័រអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានបញ្ជាក់ផងដែរថាការចរចារយៈពេល60ថ្ងៃរឿងនុយក្លេអ៊ែរនឹងចាប់ផ្ដើមនៅពេលដែលអាមេរិកប្រគល់ទ្រព្យសម្បត្តិដែលត្រូវបានបង្កក់ឲ្យអ៊ីរ៉ង់វិញប៉ុន្តែមន្ត្រីអាមេរិករូបនេះបានច្រានចោលការអះអាងបែបនេះរបស់អ៊ីរ៉ង់ដែលស្ដាប់មើលទៅភាគីទាំងពីរនៅមិនទាន់និយាយគ្នាដាច់ស្រឡះនៅឡើយនោះទេគ្រាន់តែមានដំណឹងថាអាមេរិកនិងអ៊ីរ៉ង់ព្រមដឹកដៃគ្នាចុះហត្ថលេខានៅស្វីសប្រេងឆៅពិភពលោកបានធ្លាក់ថ្លៃ 4% ភ្លាមនៅក្នុង1បារ៉ែលហើយទទួលបានការសាទរជំវិញពិភពលោកប៉ុន្តែសម្រាប់ពលរដ្ឋអ៊ីរ៉ង់វិញមានមួយចំនួនបែរជាតវ៉ាចង់ចាប់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនព្យួរកទៅវិញដោយសារតែចោទប្រកាន់ថាត្រូវខ្សែជាមួយសហរដ្ឋអាមេរិកដើម្បីថ្នមចិត្តអ៊ីរ៉ង់លោកត្រាំបានគម្រាមអ៊ីស្រាអែលមិនឲ្យវាយប្រហារលីបង់ផងដែរដោយលោកបានលើកឡើងថាលោកប៊ិនយ៉ាមីននេតាន់យ៉ាហ៊ូគឺជាមនុស្សងាយនិយាយគ្នាណាស់ត្រង់ចំណុចនេះបង្ហាញថាធ្វើអ្វីអ៊ីរ៉ង់មិនបែកលោកត្រាំចាប់ផ្ដើមរកកន្លែងចតហើយដើម្បីដោះខ្លួនចេញពីសង្គ្រាមមួយនេះមិនធម្មតាផលិតបានមួយក្លឹមតែម្ដងគណៈមើលមុខចិនមិនចំអូស្ត្រាលីសម្ងំយកពឹសរហូតផលិតបានដ្រូនប្រយុទ្ធប្រជៀវខ្មោចដែលមានឈ្មោះថា MQ-28A Gosbet ទំនើបផ្ដាច់គេក្នុងលោកដែលធ្វើឲ្យសត្រូវកេងគងថ្ងាសគិតមិនក្រោម10ដងនោះទេបើចង់ធ្វើសង្គ្រាមជាមួយអូស្ត្រាលីបង្កើតឡើងដោយទ័ពអាកាសសហការជាមួយនឹងក្រុមហ៊ុន Boeing Defense Australia ថ្មីនេះប្រជៀវខ្មោចដែលមានឈ្មោះថា MQ-28A Gosbet មានរហស្សនាមថាអង្គរៈជ្រែកមេឃចិត្តស្មោះដែលបំពាក់ដោយប្រព័ន្ធដំណើរការ AI នោះគឺបានផ្លាស់ប្ដូរពីដំណាក់កាលពិសោធន៍ទៅក្នុងដំណាក់កាលប្រតិបត្តិការដែលមានសមត្ថភាពហោះហើរដែលឯករាជ្យក៏បានធ្វើជាអង្គរៈក៏បានវាគឺជាដ្រូនទំនើបផ្ដាច់គេនៅក្នុងពិភពលោកដោយសារតែវាអាចហោះបានលឿនលឿនរហូតដល់ 1111 គីឡូម៉ែត្រនៅក្នុង1ម៉ោងហើយអាចហោះបានចម្ងាយរហូតដល់ 3700 គីឡូម៉ែត្រហើយលើសពីនេះទៅទៀតវាអាចពំក្បាលគ្រាប់មីស៊ីលទម្ងន់រហូតដល់ 2000 គីឡូក្រាមសម្រាប់កន្តិចមូលដ្ឋានរបស់សត្រូវមិនត្រឹមតែដើរតួនាទីប្រយុទ្ធនោះទេប្រជៀវខ្មោចនេះអាចបដូរមុខងារទៅជាអង្គរៈដើម្បីតាមការពារយន្តហោះចម្បាំងបានត្រឹមតែមួយប្រព្រឹត្តភ្នែកអង្គរៈជ្រែកមេឃចិត្តស្មោះនេះអាចជួយឲ្យអ្នកបើកបរយន្តហោះចម្បាំងកាន់តែមានទំនុកចិត្តនៅក្នុងការប្រយុទ្ធពោលគឺវាអាចជួយកាត់បន្ថយហានិភ័យធ្វើសង្គ្រាមអេឡិចត្រូនិកកម្រិតខ្ពស់និងអាចស្កេនរោគយន្តហោះចម្បាំងរបស់សត្រូវបានទៀតផងអូស្ត្រាលីបានបោះទុនអភិវឌ្ឍប្រមាណជា $2,400 លានលើដ្រូនប្រជៀវខ្មោចដែលមានឈ្មោះថា MQ-28A Gosbet ខណៈមើលឃើញថារោងការគម្រាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់មហាយៈចិនយោងតាមវិទ្យាស្ថាន Lowy Institute បានរកឃើញថាការគម្រាមកំហែងធំបំផុតសម្រាប់អូស្ត្រាលីគឺមីស៊ីលរបស់ចិនដែលបាញ់ចេញពីនាវាចម្បាំងនាវាមុជទឹកនិងមីស៊ីលប៉ាឡេស្ទិកដែលអាចហោះចេញពីចិនដីគោកធ្លាយទៅដល់អូស្ត្រាលីតែម្ដងនោះគឺមីស៊ីល DS-27 ដែលអាចហោះបានចម្ងាយចន្លោះពី 5000 ទៅ 8000 គីឡូម៉ែត្រហេតុដូច្នេះចាំមើលថាតើវាអាចរំលងសពប្រជាខ្មោចដែលបានឬយ៉ាងណានៅក្នុងករណីមានសង្គ្រាមផ្ទុះឡើងមែននោះ